ចំណុចទី2ជាពាក្យដែលនាំមកនៅការអស្ចារ្យណាបងសពរាត្រីឲ្យយើងប្រើពាក្យមួយដែលនាំមកនៅការអស្ចារ្យគុណបងប្អូននៅក្នុងព្រះគម្ពីរមានសាច់រឿងមួយនៅក្នុងភូមិកាណាស្រុកកាលីលេគេបានរៀបចំអាពាហ៍ពិពាហ៍មួយសបាយមែនទែនអាពាហ៍ពិពាហ៍សបាយលោកអ្នកបងប្អូនមានអាពាហ៍ពិពាហ៍មួយនៅភូមិកាណាស្រុកកាលីលេអាពាហ៍ពិពាហ៍គឺជាអ្វីមួយដែលយើងសបាយយើងអបអរសាទរក្រុមគ្រួសារកូនកំឡោះក្រុមគ្រួសារកូនកំមុំគេត្រូវរៀបគ្នាគេរៀបការកូនជាមួយគ្នាមែនទេចឹងគេមានកម្មវិធីនេះគេហូបចុកជាមួយគ្នាបានចែងនៅក្នុងសភៅយ៉ូហានចំពុក2 3ថ្ងៃក្រោយមកមានគេរៀបចំពិធីមង្គលការនៅក្នុងភូមិកាណាស្រុកកាលីលេមាតាព្រះយេស៊ូវនៅទីនោះហើយគេក៏បានយាងព្រះយេស៊ូវនិងអញ្ជើញពួកសិស្សរបស់ព្រះអង្គចូលក្នុងពិធីមង្គលការនោះដែរភាសាអង់គ្លេសថា Jesus also was invited ពិធីការមួយប្រហែលជាក្រុមគ្រួសារនាងម៉ារីព្រះយេស៊ូវគ្រីស្ទអ្នកចិត្តខាងស្គាល់គ្នាគេអញ្ជើញចូលរួមពិធីមង្គលការអញ្ជើញតែម្ដាយអញ្ជើញកូនទៀតអានឹងអស់ចំណងដៃពីរបាទបើទតាមមើលមែនណាហើយអញ្ចឹងព្រះយេស៊ូវគ្រីស្ទក្នុងពិធីមង្គលការម្ដាយរបស់ព្រះយេស៊ូវគ្រីស្ទក៏នៅក្នុងពិធីមង្គលការដែលជាពិធីមួយដែលយើងអបអរសាទរសប្បាយជាមួយគ្នាប៉ុន្តែព្រះអង្គចូលរួមពិធីមង្គលការដែរប៉ុន្តែព្រះបន្ទូលរបស់ព្រះអង្គថាអញ្ចេះពេលនោះគេខ្វះស្រាទំពាំងបាយជូរនោះពេលនោះអីគេខ្វះស្រាទំពាំងបាយជូរមាតាព្រះយេស៊ូវទូលព្រះអង្គថាគេអស់ស្រាទំពាំងបាយជូរហើយលោកអ្នកបងប្អូននៅពេលដែលមានពិធីមង្គលការហើយយើងអស់អ្វីមួយយើងខ្មាស់ភ្ញៀវយើងជាឪពុកម្ដាយស្រន់ស្លោយើងកំពុងតែមានបញ្ហាជាពិធីមួយដែលអបអរសាទរជាពិធីមួយសិរីសួស្ដីស្រាប់តែពេលនឹងអស់ស្រាទំពាំងបាយជូរសមាជិកដែលនៅក្នុងក្រុមគ្រួសារឪពុកម្ដាយកូនកន្លោះកូនមុំឆ្លន់ឆោអ្នកបម្រើមិនដឹងយកស្រាគេមិនទៀតបើអស់បាត់ហើយគេចាប់ដើមមានបញ្ហាអត់ត្រូវដោះស្រាយដល់របៀបម៉េចប៉ុន្តែត្រូវចាំថាព្រះយេស៊ូវគ្រីស្ទត្រូវបានអញ្ជើញនៅក្នុងពិធីមង្គលការនោះលោកអ្នកបងប្អូនតាមមិនទាន់កន្លែងនេះព្រះយេស៊ូវគ្រីស្ទនៅក្នុងពេលមួយដែលកំពុងតែអបអរសាទរសប្បាយជាមួយនឹងក្រុមគ្រួសារប៉ុន្តែព្រះយេស៊ូវគ្រីស្ទក៏នៅស្ថានភាពមួយដែលកំពុងតែមានបញ្ហានៅក្នុងពិធីមង្គលការតោះឡើយហ្នឹងឯណាព្រះយេស៊ូវមានព្រះបន្ទូលទៅមាតាថាអ្នកម្ដាយអើយកុំរវល់នឹងរឿងនេះអ្វីពេលកំណត់របស់ខ្ញុំពុំទាន់ដល់នៅឡើយទេព្រះអង្គមានព្រះបន្ទូលទៅកាន់ម្ដាយថាអ្នកម្ដាយអើយកុំខ្វល់ពីរឿងនេះប្រសិនបើខ្ញុំនៅទីនេះខ្ញុំនឹងធ្វើអីម្យ៉ាងប្រសិនបើព្រះយេស៊ូវគ្រីស្ទនៅក្នុងបន្ទប់នេះសូមកុំខ្វល់ខ្វាយឡើយពេលវេលារបស់ខ្ញុំមិនទាន់ដល់នៅឡើយទេប៉ុន្តែម្ចាស់ផ្ទះស្លន់ស្លោកូនកំមុំស្លន់ស្លោម្ដាយរបស់ព្រះយេស៊ូវគ្រីស្ទស្លន់ស្លោដោយសារតែពួកគេមានតម្រូវការពួកគេមានតម្រូវការអស់ស្រាហើយប៉ុន្តែព្រះអង្គមានថាកុំខ្វល់ខ្វាយពីកិច្ចការទាំងអស់នេះពីព្រោះមិនទាន់ដល់ពេលខ្ញុំនៅឡើយទេលោកអ្នកបងប្អូនពេលខ្លះនៅក្នុងជីវិតរបស់យើងនៅពេលដែលយើងស្លន់ស្លោនៅពេលដែលយើងមានតម្រូវការនៅពេលដែលយើងចង់បានអ្វីមួយនៅពេលដែលយើងអធិដ្ឋានទូលសូមព្រះជាម្ចាស់នៅពេលដែលយើងត្រូវការសំខាន់ឥឡូវហ្នឹងពេលហ្នឹងប៉ុន្តែព្រះអង្គមានប្រាប់បន្ទូលថាមិនទាន់ដល់ពេលខ្ញុំនៅឡើយទេមិនទាន់ដល់ពេលខ្ញុំនៅឡើយទេសូមរងចាំអ្វីដែលនឹងកើតឡើងបន្តមកទៀតខ្ញុំនៅទីនេះខ្ញុំនៅជាមួយលោកអ្នកបងប្អូនទាំងអស់គ្នាខ្ញុំនៅក្នុងពិធីមង្គលការប្រវត្តិមានរបស់ខ្ញុំនៅក្នុងក្រុមជំនុំរបស់ព្រះអង្គខ្ញុំនឹងធ្វើអីម្យ៉ាងខ្ញុំអរគុណព្រះអង្គដែលគ្រួសារនោះអញ្ជើញព្រះយេស៊ូវគ្រីស្ទនៅក្នុងពិធីមង្គលការបើសិនបើព្រះអង្គមិននៅក្នុងពិធីមង្គលការខ្ញុំអត់ដឹងមានអីកើតឡើងប៉ុន្តែព្រះគម្ពីរបានចែងថា Jesus also invited ព្រះអង្គត្រូវបានអញ្ជើញចូលក្នុងពិធីមង្គលការនៅក្នុងកលៈទេសៈរបស់យើងប្រសិនបើព្រះអង្គគង់នៅជាមួយយើងព្រះអង្គនឹងធ្វើអ្វីម្យ៉ាង
បើសិនបើព្រះអង្គនៅក្នុងកលៈទេសៈរបស់យើងនៅក្នុងជីវិតរបស់យើងនៅក្នុងក្រុមគ្រួសាររបស់យើងនៅក្នុងស្ថានភាពរបស់យើងព្រះអង្គនឹងធ្វើអ្វីម្យ៉ាងប៉ុន្តែពេលខ្លះព្រះអង្គមានប្រាប់ថាពេលវេលារបស់ខ្ញុំមិនទាន់ដល់នៅឡើយទេបងប្អូនប្រមាណនេះអធិដ្ឋានទៅកាន់ព្រះអង្គច្រើនដល់កាន់នេះមែនទេពេលខ្លះយើងអត់មានចម្លើយពីព្រះអង្គប៉ុន្តែព្រះបន្ទូលថ្ងៃនេះព្រះអង្គប្រាប់ថាមិនទាន់ដល់ពេលព្រះអង្គនៅឡើយទេខទី5បិតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបម្រើថាបើលោកប្រាប់ឲ្យធ្វើអ្វីចូលធ្វើតាមទៅខ្ញុំស្រឡាញ់ពាក្យនេះបើព្រះគ្រីស្ទបើកូនខ្ញុំឈ្មោះយេស៊ូនេះប្រាប់ឲ្យអ្នកធ្វើអីចូលធ្វើតាមទៅលោកអ្នកបងប្អូនពេលខ្លះនៅក្នុងជីវិតរបស់យើងជួបបញ្ហាច្រើនពេកយើងឮព្រះបន្ទូលយើងចាប់ដើមភ័ន្តច្រឡំយើងចាប់ដើមតើនឹងជាព្រះបន្ទូលរបស់ព្រះអង្គឬក៏យ៉ាងណាព្រោះព្រះអង្គមេដារបស់ព្រះអង្គថាបើសិនបើព្រះគ្រីស្ទបើសិនកូនខ្ញុំនេះឈ្មោះយេស៊ូនេះឲ្យធ្វើអីចូលអ្នកធ្វើតាមទៅកុំមានចិត្តសង្ស័យអសោះកុំមានចិត្តសង្ស័យនៅពេលព្រះអង្គថាឲ្យធ្វើអីចូលធ្វើចុះមេដារបស់ព្រះយេស៊ូវគ្រីស្ទបានប្រើមក clear យ៉ាងត្រឹមត្រូវបំផុតតែមក clear នេះបាននិយាយមកកាន់ជីវិតរបស់យើងថាបើសិនព្រះអង្គឲ្យយើងធ្វើអីចូលធ្វើចុះបើព្រះអង្គឲ្យយើងធ្វើអីក្នុងកលៈទេសៈមួយនេះចូលធ្វើចុះនៅក្នុងជីវិតរបស់យើងលោកអ្នកបងប្អូននៅក្នុងសាសយូដាពេលនោះមានពាងទឹកចំនួន6ប៉ុន្តែក្នុងសាសយូដានៅពេលដែលគេញ៉ាំអាហារគេចូលចិត្តលាងដៃគេលាងដៃឲ្យស្អាតបានគេញ៉ាំអាហារយើងក៏លាងដៃមែនទេពេលខ្លះយើងភ្លេចមែនទេយើងជូតដៃឬក៏យើងប្រើស្បៀប៉ុន្តែនៅក្នុងវិន័យជនជាតិយូដាគេត្រូវលាងដៃមុនញ៉ាំអាហារដើម្បីឲ្យដៃរបស់យើងស្អាតដើម្បីឲ្យយើងដៃយើងបរិសុទ្ធនៅចាប់ចំណីអាហារយកមកញ៉ាំបូជាចារសូមបង្ហាញរូបភាពមួយបូជាចារមុននឹងធ្វើកម្មវិធីអីគេត្រូវលាងជំរះរូបកាយរបស់គេលាងដៃរបស់គេដើម្បីធ្វើកិច្ចការទាំងអស់នោះគេមានពាងមុនជួយចូលពិធីមង្គលការគេលាងដៃដើម្បីសម្អាតដៃរបស់គេមុនញ៉ាំអាហារមុនទទួលទានអាហារគឺជាវប្បធម៌គឺជាទម្លាប់របស់ជនជាតិយូដា Jewish គេធ្វើដោយរបៀបម៉េចគេធ្វើអញ្ចឹងប៉ុន្តែក្នុងព្រះគម្ពីរបានចែងថានៅទីនោះមានពាង6ដែលជនជាតិយូដាដាក់ទឹកសម្រាប់ធ្វើពិធីជំរះកាយលាងដៃនិងជំរះកាយពាងនីមួយមានចំណុះប្រមាណជា2ទៅ3អម្រែកចូលមកស្ដាប់តលនេះព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកបម្រើថាសូមដងទឹកមកចាក់ឲ្យបានពេញពាងទាំងនោះគេក៏ដងទឹកចាក់ពេញពាងពាងនេះមិនមែនជាពាងស្រាទេពាងនេះជាពាងទឹកដែលគេជំរះកាយជាពាងទឹកដែលគេលាងដៃប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានប្រាប់អ្នកបម្រើថាសូមដងទឹកអ្នកបម្រើថាដងទឹកចាក់ឲ្យបានពេញពាងនីមួយមានចំណុះប្រហែលជា2ទៅ3អម្រែកនៅពេលដែលខ្ញុំអានខគម្ពីរនេះខ្ញុំចាប់ដើមលោតសំណួរមួយពាងនេះមិនមែនពាងស្រាណាប៉ុន្តែពិធីមង្គលការអស់ស្រាមិនអស់ទឹកទេមែនដែរអត់គួរតែព្រះយេស៊ូវថាសូមទៅយកអីដាក់នៅក្នុងពាងស្រាមិនមែនពាងទឹកទេមែនទេប៉ុន្តែព្រះបន្ទូលរបស់ព្រះអង្គថាព្រះអង្គបានប្រាប់អ្នកបម្រើឲ្យដងទឹក2 3អម្រែកដាក់ឲ្យពេញពាងទឹកទាំង6របស់ជនជាតិយូដាព្រះបន្ទូលរបស់ព្រះអង្គពេលខ្លះកិច្ចការដែលព្រះអង្គសុំឲ្យយើងអត់ make sense យើងអត់យល់អ្នកបម្រើយល់ទេអ្នកបម្រើជាអ្នកដែលយកស្រាឲ្យមិនទៅយកទឹកដាក់ក្នុងពាងដងទឹកដាក់ក្នុងពាងទឹកទៅវិញខ្ញុំមិនយល់មែនទេខ្ញុំអត់យល់ហេតុអីបានព្រះគ្រីស្ទព្រះយេស៊ូវគ្រីស្ទឲ្យដងទឹកដាក់ទៅក្នុងពេញពាងប៉ុន្តែអ្នកបម្រើចាំថាម្ដាយរបស់ព្រះយេស៊ូវគ្រីស្ទប្រាប់ថាបើសិនបើកូនខ្ញុំនេះយេស៊ូវដែលអង្គុយនៅទីនេះចាំកន្លែងហ្នឹងហើយបើព្រះអង្គឲ្យធ្វើអីធ្វើម៉េចចូលធ្វើតាមទៅកុំសង្ស័យកុំមានអារម្មណ៍មួយថាតិចមិនកើតឡើងតិចព្រះអង្គច្រឡំអីហ៎ប៉ុន្តែ
ចាំវាថាគុំសង្ស័យនៅព្រះបន្ទូលព្រះអង្គនៅពេលដែលព្រះអង្គសុំអ្វីមួយពីយើងនៅក្នុងកលៈទេសៈមួយដែលកំពុងតែមានបញ្ហា